ក្នុងជីវិតកុំរងចាំឱកាសឲ្យមករកញាក់ទេពេលដែលអ្នករំពឹងថាអ្វីមួយនឹងកើតឡើងដោយខ្លួនវាញាក់នឹងនៅតែមួយកន្លែងអ្វីចាប់ផ្ដើមឡើងតែពេលដែលអ្នកចាប់ផ្ដើមធ្វើជំហានដំបូងតែងតែតូចបំផុតប៉ុន្តែវាអាចផ្លាស់ប្ដូរពិភពលោករបស់អ្នកការធ្វើអ្វីមួយតិចតួចម្ដងមួយថ្ងៃគឺល្អជាងការរងចាំមិនឈប់ឈរឱកាសមិនមែនជារឿងកើតឡើងដោយចៃដន្យឡើយវាត្រូវបានបង្កើតឡើងដោយការខិតខំការសាកល្បងនិងការមិនបោះបង់អ្នកអាចបកស្រាយផ្លូវរបស់អ្នកបានដោយខ្លួនឯងពេលអ្នកខ្លាចជាមនុស្សដែលបង្កើតឱកាសអ្នកនឹងឃើញផ្លូវថ្មីបើកចំហចម្បូរតូចនាំអ្នកឡើងខ្ពស់ជាងមុនរៀងរាល់ថ្ងៃជោគជ័យមិនមែនមកពីការរងចាំទេវាមកពីការបង្កើតអ្វីមួយដោយដៃរបស់អ្នកដូច្នេះចាប់ផ្ដើមថ្ងៃនេះកុំរងចាំឱកាសបង្កើតវាដោយខ្លួនឯង